បាទជាដំបូងខ្ញុំសូមគោរពសួរលោកគ្រូខ្ញុំបាទឈ្មោះថោសុវិរងខ្ញុំមកក្រុម U30 ចឹងថ្ងៃនេះខ្ញុំធ្វើការ record វីដេអូធ្វើមកជា Linux ដែល lab នេះចង់និយាយអំពី Python ចឹងកម្មការពីខ្ញុំចូលមកការធ្វើរបស់គ្នាចឹងដំបូងយើងឆែក IPA សម្រាប់ដើម្បី connect ទៅកាន់ SA អូខេចឹងយើងការធ្វើ connect SA របស់គ្នាជាស្រ័យឲ្យខ្ញុំ connect ខុសដល់ទៀត click file user អូខេចឹងយើងធ្វើការ connect ហើយយើង connect មកកាន់ SA ហើយតោះមកយើងវាយមើល user សិនទៅអូខេជានេះជា user របស់ខ្ញុំសូមទៅ terminal ទីនេះគឺជា user របស់ខ្ញុំផងមែនអូខេចូលយើងជុំទូ server អូខេចឹងcommand ដំបូងដែលយើងធ្វើគឺយើងធ្វើការ check មើល list នៅក្នុង user យើងតែមកប្រើ command ដែរអូខេនេះគឺជា list file ដែលខ្ញុំបានបង្កើតនៅក្នុងនេះវាមានប៉ុណ្ណេះហើយលោកគ្រូចង់ឲ្យយើងធ្វើការ list តែ3ខាងលើនេះអញ្ចឹងដើម្បីយើងអាច list 3ខាងលើហ្នឹងយើងប្រើ command ls ដល់ la ប្រើស្នាមខាងមួយមកប្រើពាក្យ head ហើយដក3ហើយ enter មកវានឹងចាប់យកនេះ3 file ខាងលើនេះដូចថា3 file ខាងលើអញ្ចឹងវាចាប់យកតែ3ខាងលើទេអញ្ចឹងcommand បន្ទាប់គឺគ្រូឲ្យយើងបង្កើត file មួយយើងប្រើ mkdir អញ្ចឹងខ្ញុំបង្កើត file ឈ្មោះឈ្មោះខ្ញុំមកទៅពីរុំ AU30 អូខេអញ្ចឹងយើងបង្កើតហើយយើងចូលមកកាន់យើងចូលទៅកាន់ file យើងបានបង្កើតហ្នឹងទៅអូខេអញ្ចឹងវាចូលមកកាន់ file ហ្នឹងហើយតបមកចំណុចបន្ទាប់ហ្នឹងគឺចូលទៅកាន់ការធ្វើ Python អញ្ចឹងដើម្បីយើងចូលទៅកាន់ Python យើងប្រើ command ថា nano python.tt គេ enter មកវានឹងចូលមកកាន់ terminal មួយនេះអញ្ចឹងយើងទៅការបង្កើត file ដូចគ្រូប្រាប់យើងអញ្ចឹងយើងយើងកាត់វាបាន 345 មកអញ្ចឹងយើងដាក់ពីរុំដាក់ speed ហ្នឹងទៅបង្កើតបាន3ក៏4ទៅអូខេអញ្ចឹងយើងទៅការ save វាអញ្ចឹងដើម្បីយើង save file ដែលយើងបានកាន់ហើយយើងប្រើ control x តោះមកយើងចុច survive មក yes មកហើយយើង enter មកយើងបែរមកកាន់SA យើងវិញអញ្ចឹងដើម្បីយើង enter មកដើម្បីយើង check មើល file យើងបានបង្កើតហ្នឹងយើងប្រើ cat nano cat python nano python.tt អូខេនេះគឺនេះគឺជា file ដែលយើងបានបង្កើតមិញហ្នឹងដែលខ្ញុំបានបង្កើតមាន5ហ្នឹងអូខេអញ្ចឹងកម្រិតបន្តយើងធ្វើការlist មើលអានេះ file ឬក៏ value ដែលយើងបានបង្កើតនេះយើងប្រើ cat python.tt ប្រើតែលើដែរតិចយើងប្រើ head មកហើយដក2 enter មកវានឹងចាប់យកអា value ឬក៏ file ដែលបានបង្កើតពីខាងលើនេះបន្តមកកម្រិតចុងក្រោយគឺគ្រូយើងប្រើ ls ដក la ប្រើសញ្ញាខាងមួយមកហើយយើងប្រើ tail ម្ដងហើយយើងប្រើដក2អូខេអានេះវានឹងចាប់អា file ខ្ញុំបានបង្កើត type មួយនេះអញ្ចឹងអានេះវានៅចុងក្រោយខ្ញុំបង្កើតចុងក្រោយហ្នឹងអញ្ចឹងវាចាប់យកពី file អញ្ចឹងការងារខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការងារ Python នេះអញ្ចឹងអរគុណលោកគ្រូសម្រាប់ការតាមដានវីដេអូជំរាបលាលោកគ្រូជាដំបូងខ្ញុំសូមគោរពជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថោសុភីអញ្ចឹងថ្ងៃនេះខ្ញុំrecord
វីដេអូនឹង lab បន្តទៀតជាពី pipe command redirect អញ្ចឹងដំបូងយើងត្រូវការឆែក IPA ទៅមកដើម្បីយើង connect ទៅកាន់ SX អញ្ចឹងទៅឆែកហើយយើងចូលមកកាន់ជាសាច់ខ្ញុំសូម connect ដល់ទៀតទៅខ្ញុំសាកអូខេអញ្ចឹងយើងពីខែយើង connect មកអូខេអញ្ចឹងវានឹងចូលមកកាន់ SX តែមកយើងវាយ user យើងមក user ចឹងនេះជា user របស់ខ្ញុំនេះonline ឈរលើ YouTube អូខេអញ្ចឹងcomment ដំបូងដែលលោកគ្រូឲ្យយើងបើកយើងទៅការវាយ LS /etc/ ហើយប្រើសញ្ញាពួនដើម្បី redirect ទៅកាន់ file មកអញ្ចឹង file U30 ដែលយើងបានកាត់មុនហ្នឹងគេ enter បន្តមកយើងវាយ cat U30.tt ដើម្បី check មើល file ក្នុង U30 គេ enter មកវានឹង load file ក៏ជា value ច្រើនមែនតើដែលយើងបាន list នៅក្នុង U30 របស់យើង direct ប្រើសញ្ញាពួន direct ដើម្បីទៅកាន់ direct ទៅកាន់ U30 ហ្នឹងមកគេចឹងចំពោះ command បន្ទាប់ដែលលោកគ្រូឲ្យយើងប្រើសញ្ញាយើង add more ឬក៏ redirect 2 ដងចូលទៅកាន់ file U30 direct ដល់មកចឹងយើងប្រើ ls/etc តោះយើងប្រើសញ្ញាពួន2 ដងទៅហើយយើង direct ទៅកាន់ file ដែលយើងបានបង្កើតនោះគឺ u30.tt អូខេអញ្ចឹងយើង enter មកហើយសក់បែងតទៀតអូខេអញ្ចឹងយើងអាច check មើលcheck មើល file យើងបាន redirect ហ្នឹងមក enter មកអូខេអញ្ចឹងវានឹង direct 2 ដងតែមកវា direct 2 ដង file ដែលយើងបានដែលមាន value នៅក្នុង file U30 ហ្នឹងវានឹង direct ចូលគ្នាព្រោះយើងប្រើសញ្ញាពួន2 ដងមកយើង direct file យើងឆែកដំបូងនេះអញ្ចឹងវានឹង direct 2 ចូលគ្នាមកអូខេអញ្ចឹងការងារខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់lab pipe command redirect អញ្ចឹងចុងក្រោយវីដេអូមានតែប៉ុណ្្នឹងទេលោកគ្រូ
ជាដំបូងសូមគោរពជំរាបសួរលោកគ្រូនិងសិស្សទាំងអស់គ្នាខ្ញុំបាទឈ្មោះថាវសុភិរមខ្ញុំមកក្រុម U30 អញ្ចឹងថ្ងៃនេះខ្ញុំធ្វើការ record វីដេអូធ្វើ lab តាក់ទងពីនៅក្នុងមុខជា Linux ហើយ Linux ចង់និយាយអំពីការធ្វើ remote Linux នៅក្នុង AWS អញ្ចឹងដំបូងយើងធ្វើការបើក website AWS មកដើម្បីយើង sign in នៅក្នុងsign account មកដែលយើងលោកគ្រូបានបង្កើតហើយអញ្ចឹងដល់ពេលហើយយើងលុបផ្ទាំងមួយនេះនៅពេលយើងបង្កើតហើយយើង sign in ហើយអញ្ចឹងយើងចូលទៅកាន់ EC2 ដើម្បីធ្វើការ remote នេះLinux គេចូលមកដល់EC2 នេះយើងនឹងឃើញផ្ទាំងមួយនេះអញ្ចឹងយើងមកដល់ផ្ទាំងនេះយើងចុច line instance មកអូខេអញ្ចឹងអានេះមិនថាយើងត្រូវបង្កើតname ឬក៏ server ដែលយើងត្រូវធ្វើចឹងយើងដាក់ U30 install remote ខ្ញុំសូម back គេចឹងចូលឡងទៀតមកនេះជ្រើសយកUbuntu ហើយអានេះមានត្រូវកែទេហើយពីព្រោះកន្លែងនេះយើងជ្រើសយកម៉ាស៊ីនសម្រាប់យើងធ្វើ remote របស់យើងយកម៉ាស៊ីនណាដែលវាទូចបំផុតណាថាយើងយកម៉ាស៊ីនដែលទូចគេចឹងយកឥឡូវហ្នឹងទៅតោះមកខាងក្រោមយើងអត់មានដូចទេយើងដាក់ធម្មតាដដែលហើយកន្លែង KPI ត្រូវបង្កើត KPI មួយបើយើងconnect វាអញ្ចឹងនេះ create KPI មកយើងវាយដាក់ឈ្មោះទៅហើយឥឡូវវានឹង download ទុកនៅក្នុង file download របស់យើងអញ្ចឹងយើងត្រូវរក្សាវាឲ្យបាទហើយយើងដាក់ទៅស្គាល់យើងដាក់ដូចឈ្មោះ topic យើងទៅគេពេល create ហើយវា download នេះ download ចូលក្នុង computer ដែល download យើងតោះយើងបាន complete អានេះហើយយើងមានកែច្រើនទេយើងទៅការ line instance ហ្នឹងទៅគេយើងរងចាំឲ្យវាពេញបន្ទាប់មកវា load successful គេពេលវា load successful នេះហើយយើងទៅការ back ទៅ line instance វិញមកគេយើងនឹងឃើញម៉ាស៊ីនដែលយើងត្រូវដែលយើងកំពុងធ្វើនេះដែលយើងត្រូវបានបង្កើតនេះចឹងយើងត្រូវការរងចាំវាបន្តិចកន្លែងនេះយើងត្រូវការចាំវា run អស់សិនអាចពី5ទៅ6នាទីទៅអូខេចឹងបន្ទាប់ពីយើងរងចាំវាធ្វើការ running ឲ្យគ្រប់អស់ហើយវានឹង load check pass នេះចឹងបន្ទាប់ពីហើយយើងចូលទៅកាន់ instance ID ចុចមកវានឹង load ផ្ទាំងទៅនេះយើងអូនមកក្រោមទៀតសិនមកយើងអានេះជួយចុច connect មកមិនហូបបានទេអូខេនៅពេលចុច connect មកវា load ផ្ទាំងបែបនេះដើម្បីយើងធ្វើការ copy command ខាងណាដើម្បីយើងធ្វើការ remote ទៅកាន់ធ្វើការ remote Linux នៅលើ AWS អញ្ចឹងសម្រាប់ធ្វើការ remote នេះគឺលោកគ្រូឲ្យយើងធ្វើនៅលើ Gitbusបើសិនសម្រាប់អ្នក Windows អញ្ចឹងខ្ញុំបានយើងធ្វើការបើក Gitbus មកគេអញ្ចឹងដំបូងយើងធ្វើការ connect ចូលទៅកាន់ download សិនគេអញ្ចឹងតើយើងចូលមក Gitbus ហើយយើងធ្វើការដូរនេះ CH មកយើងគាត់ដំបូងយើងមុននឹងនេះយើងចូលទៅកាន់ download សិនអញ្ចឹងយើងវាយ CD មកយើងទៅការ back វាអស់សិនចឹងចូល CD download គេចឹងមិនដោយសារខ្ញុំconnect ចូលអា download ខុសចឹងខ្ញុំបានចូលវិញបានហើយចឹងពេលដែលយើងចូលទៅកាន់យើង CD ទៅកាន់ download ហើយយើងធ្វើការ copy command នេះ command ហ្នឹងដើម្បីយើង run ដើម្បីដូរគេយើងផាសមកទៅមកយើង enter មកគេ
គេទៅវិញដល់ហើយយើងទៅការកណិតកម្មline មកមកទៅការ remote SA remote នឹងយកមកទៅយើងគ្រាន់តែ copy command ហ្នឹងមកហើយយើង pass ចូលមកយើង run អញ្ចឹងយើង enter ហើយវានឹង show solution យើងអញ្ចឹងយើងគ្រាន់តែដាក់វាមកថាមកយើងរកចាប់វា complete គេវានឹងចូលទៅកាន់ server ឬក៏ remote ដែលយើងបានធ្វើលើ AWS អញ្ចឹងយើង clear មកគេអញ្ចឹងដើម្បីបញ្ជាក់ថាយើងបានចូលទៅកាន់យើងគ្រាន់តែយក URI មកគេ enter មកយើងចូលលើ Ubuntu តោះមកយើងមើលYPWD ថាយើងធ្វើនៅណាគេយើងធ្វើនៅវានឹង show ក្នុង home នៅ Ubuntu ហ្នឹងហើយតោះមកយើងវាយ hostname 3 command នេះគឺគ្រូតែប្រាប់យើងធ្វើមុនពេលយើងធ្វើ lab ក៏ក្រោយពេលយើងធ្វើ lab អូខេនេះគឺជា server ដែលខ្ញុំបាន connect ចូលឬក៏ remote ពី AWS មកអូខេអញ្ចឹង clear មួយសិនមកអញ្ចឹងដំបូងមុននឹងយើងចាប់ដើមធ្វើ command set command មួយគឺទៅការ reset ដើម្បីវាដើររក application នៅក្នុងហ្នឹងអញ្ចឹងយើងប្រើ security update មកគេឲ្យវា update យើងរងចាំវា update រហូតសិនទៅជាមួយទៀតយើងទៅការ sudo apt upgrade គេចឹងដល់ពេលដែលវា upgrade ហើយការ clear មកអញ្ចឹងដំបូងយើងគួរតែ install 3ឲ្យហើយអូខេបាន install 3រួចហើយអូខេអញ្ចឹងចំពោះ command ទី1ដែលលោកគ្រូឲ្យយើងធ្វើការធ្វើនោះអូខេអញ្ចឹងយើងចូលមើលនេះអញ្ចឹងទី1គឺ 3 ខ្ញុំបាន install 3ហើយហ្នឹងអញ្ចឹងចំពោះទី2គឺយើងប្រើ command mkdir ដែលយើងបង្កើត file 001ដល់010ហ្នឹងទៅអញ្ចឹងమనంយើងវាយតាមមក mkdir .p ចូលទៅមើលចាចូលទៅទីចាចូលទៅចាគេមានថាឲ្យយើងcheck មើលថាយើងបានបង្កើតហើយយើងវាយពាក្យ 3 មកអូខេនេះគឺជា folder ដែលយើងបានបង្កើតនេះវា load ជាទម្រង់បែបនេះអូខេចាំនេះជា command ទី2ដែលគ្រូឲ្យធ្វើចុងតំទៀតយើងនេះទី3នេះគឺយើងនិយាយ nano txt អូខេអញ្ចឹងយើង run command អស់នេះ nano txt អញ្ចឹងវា load ទាំងមកនេះយើងគឺគាត់នឹងកាត់នេះនៅពាក្យដែលគ្រូបានដោយយើងមក system មួយខាង
như copy mà các bạn là dùng PC dùng mà đam thôi hàm á. Ok chẳng là commentបន្ទាប់យើងធ្វើបន្ទាប់ពីយើងធ្វើ comment nano text នេះហើយយើងបង្កើត text ដែលលោកគ្រូបានឲ្យធ្វើនេះហើយអញ្ចឹងយើងធ្វើវាយើងអ្នកទី4គឺ cp text.tt ហើយយើងបង្កើតតនេះទៅមកអញ្ចឹងយើងវាយតាមគ្រូ
chẳng mình được sao là nhung error cái này sao là ngày nano đấy nhung ở bàn về nhung cả thì nó ban sale thì chứ nhung mình xem đào fix về một mình này nhỏ bàn control E là về sale biết cho nóเป็นnhung vài ở em á với ở khơi nhưng mà khơi thì chẳng mình sạch thôi bằng thế tức cái chẳng về có đào với những điều xa về nhung toàn bàn sale chứ về nhung thôi là ca ăn cả mình CP này cứ bị score thì chẳng về nhung đã tới score dương ra nó về về dương ra cả mình stream nó profile này nhưng mà ca trong số 10 file nó cứ về chỉ take đó thì nó càng còn nữa bây giờ đặt CP ra cái chắc comment bật top để có yêu thôi ní cứ để sử dụng tha đưa phương rằng comment tam cùng nó ní đã tới sổ sách thì chúng mình có nó APS sản xuất thì chúng vào to tiết mình tìm bớ như này đỏ thá đỏ xí sạch DS rồi những tham sắc đọc tháng đọc Jesus nói như vậy rồi nên là nó đọc thằng khi mình đừng nốt pha du sập chìa tháng tụi mình ra cái mình tìm thấy nhưng không clear vào đấy mà phải bị chờ trong bài toán đọc thá đọc exit PS rồi lên từ đó vô sản xuất thá đọc chi rồi kể chắc là comment top bây giờ mình tìm 4 phí o ví vô sản xuất đọc nhưng mà to miền pha application bus thực tế chân đường store chẳng mấy giờ ra cái màn tìm 4 đi cho phải xem là sai giờ tao những phần nó điểm đó sản xuất đọc ok chắc là về nó add này adding file sau rồi muốn cho được can xịt này ok chắc là mình top trong khỏi ní cư dương ăn xịt về nó ok chắc là bây giờ cho đang tha file dương và của dương bạc ca tỏ ní vì bạc ca này đấy dương còn là bài stream á ok chẳng muốn từ 4 dương nên cả
folder 001ដល់010ហ្នឹងទៅតមកយើង run command nano ដើម្បីបង្កើត tag.tt តមកទៀតយើងធ្វើការ cp នៅ folder ដែលយើងបានបង្កើតហ្នឹងទៅជា tag.tt តមកលោកគ្រូយើងបង្កើតជា user ជា file time មួយជា file tar.gz នេះមួយហើយតមកយើងបង្កើត user subject ហើយចុងក្រោយក៏យើង unzip វិញអញ្ចឹងចុងក្រោយមានតែប៉ុណ្្នឹងទេចង់មកនឹងចប់វីដេអូយើងទៅថាខែកដើម្បីថាសិនហ្នឹងយើងលើមិនសិនអីគេយើងកំពុងតែ remote VAVN ហ្នឹងយើងឆ្លលើ Ubuntu PWD គឺយើងឆែកមកគឺមាន home Ubuntu ហើយ hotmail គេចឹងវីដេអូខ្ញុំក៏ដល់ទីចប់ហើយអរគុណលោកគ្រូនិងអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះជួយពីលោកគ្រូ